Ladies and gentlemen, welcome to Dekjo International Airport. Welcome to Dekjo International Airport. សួស្តីទៅកាន់អ្នកទាំងអស់គ្នានៅវីដេអូនេះខ្ញុំនឹងបង្ហាញបរិយាយន្តហោះថ្មីដែលមានឈ្មោះថា Dekjo ទើបតែសាងសង់រួចរាល់ហើយចាប់ផ្ដើមដំណើរការចាប់ពីថ្ងៃទី9 ខែ 9 និងមកដឹងពីលក្ខណៈពិសេសនៃបរិយាយន្តហោះថ្មីនេះហើយសម្រាប់បងប្អូនដែលត្រូវការធ្វើដំណើរទៅក្រៅប្រទេសឬក៏ហោះនៅក្នុងស្រុកសូមតាមដានវីដេអូនេះដើម្បីយើងដឹងព័ត៌មានខ្លះៗងាយស្រួលពេលដែលបងប្អូនធ្វើដំណើរចេញទៅក្រៅប្រទេសឬក៏ធ្វើដំណើរទៅបរិយាយន្តថ្មីនឹងមានភាពងាយស្រួលយ៉ាងដូចម្តេចដែរអញ្ចឹងវីដេអូនេះនឹងលម្អិតទៅកាន់អ្នកទាំងអស់គ្នាហើយបើពេញចិត្តសូមកុំភ្លេចជួយ Subscribe និងចុចរូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗបន្តទៀតដែរអរគុណ បានអញ្ចឹងបងប្អូនបានដឹងហើយថាពលានយន្តហោះថ្មីរបស់យើងទើបតែសាងសង់រួចរាល់ហើយជាស្ថាពរដើម្បីធ្វើដំណើរចេញទៅក្រៅប្រទេសងាយស្រួលដោយសារតែយើងមានពលានយន្តហោះធំផ្លូវខុសហើយក៏ធំហើយដីពលានរបស់យើងក៏ធំដែរអញ្ចឹងនៅថ្ងៃនេះខ្ញុំបានធ្វើដំណើរទៅដើម្បីចែកជូនទៅកាន់អ្នកទាំងអស់គ្នាបានឃើញនេះជាទស្សនវិជ្ជាខ្លះៗនៅពេលដែលខ្ញុំបានធ្វើដំណើរពីផ្ទះរបស់ខ្ញុំទៅជិត1ម៉ោងអីដែរប្រហែលជា35គីឡូដោយសារតែផ្លូវស្ទះហ្នឹងចឹងថ្ងៃដែលខ្ញុំទៅនឹងគឺថ្ងៃអាទិត្យចឹងជាថ្ងៃដែលគេឈប់សម្រាកអញ្ចឹងមនុស្សច្រើនមែនទែនបងប្អូនបានទៅមើលហើយទស្សនានៅពលានថ្មីដើម្បីអបអរសាទរដែរអញ្ចឹងក៏ចូលរួមសម្រាប់បងប្អូនដែលហោះហើរនៅថ្ងៃហ្នឹងធ្វើឲ្យមានការពិបាកឬក៏ធ្វើឲ្យយឺតពេលវេលាអីចឹងសូមភ័យទុកដោយសារតែបងប្អូនខ្មែរយើងគាត់ចង់ស្គាល់ចង់ឃើញពលាននៅប្រទេសរបស់យើងដែរចឹងសង្ឃឹមថាបងប្អូនមិនប្រកាន់រឿងនេះអីដែរដោយសារតែយើងបើកចំហដើម្បីឲ្យពួកគាត់អាចចូលរួមទៅទស្សនាដែរអានេះពេលទស្សនវិជ្ជានៅពេលដែលខ្ញុំយកទៅដាក់ម៉ូតូហើយខ្ញុំបានដើរមកខាងក្រោមអញ្ចឹងនៅខាងក្រោមហ្នឹងគឺសម្រាប់ជើងយន្តហោះដែលមកដល់អញ្ចឹងបងប្អូនណាដែលចង់ទទួលបងប្អូនហោះហើរពីក្រៅស្រុកមកឬក៏ក្នុងស្រុកអីអញ្ចឹងគឺបងប្អូនត្រូវការធ្វើដំណើរមកនៅជាន់ខាងក្រោមហើយចូលទៅខាងក្នុងទៅគេដាក់ថាស្ថានីយ៍អ្នកដំណើរមកដល់អញ្ចឹងបងប្អូនចូលមកខាងក្នុងមកគេមានលក់អាហារមានអីដែរហើយទៀនខាងនោះក៏មាន Starbucks មានអីដែរអញ្ចឹងបងប្អូនអាចអង្គុយរងចាំទៅបើពួកគាត់អត់ទាន់មកដល់ដែរចាំមើលឃើញនៅខាងក្រោមគឺទលាយហើយធំជាងមុនពីពលានរបស់យើងចាស់ពលានរបស់យើងចាស់នៅពេលដែលបងប្អូនដែលគាត់ធ្វើដំណើរពីខាងក្រៅមកគឺយើងត្រូវការរងចាំគាត់នៅខាងក្រៅដែរគឺយើងអាចបានចូលនៅខាងក្នុងទេម្ដងនេះយើងអាចរងចាំគាត់នៅខាងក្នុងបានបរិវេណដែលគេអនុញ្ញាតដែរតោះឥឡូវនេះសូមបងប្អូនទាំងអស់គ្នាតាមដាននៅទស្សនវិជ្ជានៅពលានយន្តហោះរបស់យើងដែលសម្រាប់ស្ថានីយ៍អ្នកដំណើរមកដល់តាមមានទស្សនវិជ្ជាអ្វីហើយយើងត្រូវការដឹងអ្វីខ្លះបន្ថែមទៀតដែរសូមតាមដាននៅវីដេអូនេះជាមួយនឹងគ្នាបន្តទៀតរហូតដល់ចប់ណា Culture cuisine and course proud heritage, a land of beauty. Cambodia, listen true. Gateway to wonders, wonders, wonders. Seoul International Airport. 全新的梦想之门。来者不拒，世界王国，方面文化美食，我能可以尝最温暖的微笑，在等着你，一片永恒美的土地。បន្ទាប់ពីបានមើលនៅកន្លែងខាងក្រោមហើយអញ្ចឹងខ្ញុំក៏ឡើងទៅខាងលើវិញម្ដងដែលគេដាក់ថាស្ថានីយ៍ចេញដំណើរអញ្ចឹងបងប្អូនទាំងអស់គ្នាបើកឡានមកហើយបងប្អូនគ្នាអាចជូនសម្រាប់អ្នកដែលគាត់ត្រូវការ check in សម្រាប់នេះចេញដំណើរហ្នឹងអញ្ចឹងគឺជូនគាត់ដល់លើក៏បានឬក៏មានពេលវេលាច្រើនអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើដំណើរមកចតនៅចំណតឡាននៅខាងក្រោមហើយបន្ទាប់មកឡើងពីជាន់ទី1ឡើងទៅខាងលើទៅហើយយើងនឹងបានទៅដល់កន្លែងស្ថានីយ៍ចេញដំណើរដូចគ្នាដែរចូលមកខាងក្នុងហើយឡើងចដាយន្តដែលខ្ញុំបានថតទៅកាន់អ្នកទាំងអស់គ្នាបានឃើញខ្ញុំបាញ់មិញអញ្ចឹងណាឥឡូវនេះខ្ញុំបានមកដល់ហើយអញ្ចឹងបើអ្នកទាំងអស់គ្នាត្រូវការហោះហើរអ្នកទាំងអស់គ្នាអាចមើលតារាងដែលខ្ញុំបានថតអំបញ្ញមិញបង្ហាញទៅកាន់អ្នកទាំងអស់គ្នាពេលដែល
កន្លែង containment ដែលយើងត្រូវការចូលទៅ check in អក្សរអីគេហើយគេដាក់ឲ្យយើងមកđể check in ដែរអញ្ចឹងនៅពេលដែលយើងចេញពីចរាយន្តយើងនឹងឃើញនៅកន្លែងគេដាក់ដើម្បីយើងមើលថាយើងទៅ check in នៅកន្លែងណាឯកន្លែងណាដែរអញ្ចឹងពេលដែលមកដល់គឺយើងនឹងឃើញរូបព្រះបដិមារហូតដល់9ម៉ែត្រនៅពីកណ្ដាលនឹងតែម្ដងពេលចូលមកគឺឃើញហើយយើងនឹងឃើញកន្លែងដើម្បីគេ check in ហើយមានដាក់អក្សរនីមួយៗអញ្ចឹងអ្នកទាំងអស់គ្នានៅពេលដែលឡើងយន្តហោះឬក៏ទៅការទៅ check in អ្នកទាំងអស់គ្នាអាចមើលតាមរយៈអក្សរនីមួយៗឬក៏ជើងអង្ហាររបស់អ្នកទាំងអស់គ្នាថាត្រូវទៅ check in នៅកន្លែងណាឯកន្លែងណាដែរអញ្ចឹងគេនឹងបញ្ជាក់នៅកន្លែងហ្នឹងដែរអញ្ចឹងថ្ងៃដែលខ្ញុំទៅនោះដូចខ្ញុំបញ្ជាក់អញ្ចឹងគឺមនុស្សច្រើនមែនតើគាត់បានមកថតរូបលេងនៅក្នុងព្រីយន្តហោះដេជោជាព្រីយន្តហោះថ្មីសម្រាប់ប្រទេសកម្ពុជារបស់យើងដែរហើយមួយវិញទៀតលក្ខណៈពិសេសសម្រាប់ព្រីយន្តហោះរបស់ប្រទេសខ្មែររបស់យើងគឺយើងប្រើពន្លឺថ្ងៃមកវិញគឺយើងអត់សូវការប្រើពន្លឺភ្លើងដោយការប្រើប្រាស់ភ្លើងច្រើនអីទេអញ្ចឹងអ្នកទាំងអស់គ្នាឃើញដំបូលគឺចាំងមកសហ្នឹងឃើញជាក់ស្ដែងហើយគឺយើងប្រើពន្លឺចេញពីពន្លឺព្រះអាទិត្យមកវិញទេហើយថ្ងៃដែលខ្ញុំទៅនឹងគឺមេសតុំទេអញ្ចឹងគេត្រូវការប្រើភ្លើងជំនួយខ្លះទេគឺអត់ប្រើច្រើនទេដោយសារតែយើងប្រើពន្លឺថ្ងៃនឹងហើយឥឡូវដែលខ្ញុំពងឈរហ្នឹងគឺគេកន្លែងដែលយើង check in ណាទៅតាមអក្សរមកអក្សររបស់ខ្ញុំគឺអក្សរ D ហើយយន្តហោះដែលគេពងតែ check in ហ្នឹងគឺកតា A អញ្ចឹងអ្នកទាំងអស់គ្នាមកចូលទៅ check in មើលទៅថាយើងជើងយន្តហោះមួយណាចំអក្សរអីគេបើក check in មកប៉ុន្មានអញ្ចឹងពេលដើរចូលមកអ្នកទាំងអស់គ្នានឹងឃើញហើយបន្ទាប់ពីអ្នកទាំងអស់គ្នាបាន check in ហើយបើអ្នកទាំងអស់គ្នាកាន់ passport ខ្មែរគឺអ្នកទាំងអស់គ្នាអាចដកពន្ធពលានបាន$7អញ្ចឹងពេលដែលអ្នកទាំងអស់គ្នា check in ហើយអ្នកទាំងអស់គ្នាទៅដកលុយសម្រាប់ពន្ធពលានហ្នឹងគឺ$7ឡើយដៃខ្ញុំចូលហ្នឹងគឺខាងស្ដាំដៃរបស់យើងពេលដែលយើងចូលមកកន្លែងស្ថានីយ៍ចេញដំណើរហ្នឹងអញ្ចឹងចូលទៅអ្នកទាំងអស់គ្នានឹងឃើញហើយអញ្ចឹងយកនៅ boarding pass របស់យើងដែលសម្បត្តិជនហោះហ្នឹងគឺយើងទ្រង់ចាំដកពន្ធពលានទៅគឺបាន$7ដែរបន្ទាប់ពីបានបង្ហាញនៅទស្សនវិជ្ជានៅខាងលើឲ្យអ្នកទាំងអស់គ្នាបានឃើញហើយគឺខ្ញុំធ្វើដំណើរមកឡើងមកកន្លែងមួយទៀតគឺនៅជាន់ទី2ដើម្បីបង្ហាញទស្សនវិជ្ជាទាំងមូលទៅកាន់អ្នកទាំងអស់គ្នាដែរអញ្ចឹងនៅកន្លែងមួយទៀតនោះគឺសម្រាប់តែអ្នកដែលធ្វើដំណើរចឹងទេសូម្បីតែគេអនុញ្ញាតឲ្យយើងទៅលេងមែនប៉ុន្តែគេមិនអនុញ្ញាតឲ្យយើងចូលទៅខាងក្នុងទេសម្រាប់អ្នកទាំងអស់គ្នាដែលបាន boarding pass ហើយគឺអ្នកទាំងអស់គ្នាត្រូវការឆ្លងកាត់គយគឺបើអ្នកទាំងអស់គ្នាកាន់នៅ passport ខ្មែររបស់យើងឬក៏ខាងបរទេសឬក៏ប្រទេសណាក៏ដោយអ្នកទាំងអស់គ្នាអាចចូលទៅកន្លែងគេ scan នៅ passport គឺឈរចំពីមុខអេក្រង់របស់គេដើម្បីគេ scan មុខរបស់យើងហើយ scan កញ្ចៅដៃរបស់យើងអញ្ចឹងទៅអញ្ចឹងនៅកន្លែងហ្នឹងបែរមានគេចាំណែនាំចាំជួយយើងដែរអញ្ចឹងកុំភ័យខ្លាចអីដែរចាកន្លែងផ្លូវចូលហ្នឹងណាអញ្ចឹងឥឡូវនេះអ្នកទាំងអស់គ្នាបានឃើញជាច្រើនហើយឥឡូវពងតែដើរមើលខ្លះទៀតថានៅក្នុងពលានហ្នឹងយ៉ាងម៉េចព្រោះត្រៀមខ្លួនឯងក្នុងការដែលហោះហើរដែរអញ្ចឹងពេលដែលមើលអីហើយក៏ចេញមកខាងក្រៅចង់ដឹងទស្សនវិជ្ជានៅខាងក្រៅយ៉ាងម៉េចដែរនេះជាផ្លូវស្ថានីយ៍ចេញដំណើរអញ្ចឹងបើអ្នកទាំងអស់គ្នាមកលើស្ពានអាកាសជិះឆ្លងមកដូចជាផាសអាប់ឬក៏ជីឡានហើយយើងអត់ចង់ចតឡាននៅខាងក្រោមទេយើងគ្រាន់តែទម្លាក់យើងចុះឬក៏ផាសអាប់ទម្លាក់យើងឬក៏តាក់ស៊ីអីទម្លាក់យើងហ្នឹងហើយយើងឡើងមកខាងលើទៅងាយស្រួលមិនបាច់ដើរអីច្រើនអញ្ចឹងយើងអាចចូលទៅដល់កន្លែង check in ហ្នឹងងាយស្រួលដែរបាទបន្ទាប់ពីបានមើលនៅកន្លែងខាងក្រៅឯហើយខ្ញុំក៏ដើរចុះមកកន្លែងស្ពានអាកាសហ្នឹងឥឡូវនេះគេអនុញ្ញាតឲ្យយើងដើរបានប៉ុន្តែជាក់ស្ដែងពេលដែលគេបើកដំណើរការហើយគេបិទឲ្យយើងចូលទៅទស្សនាមិនដឹងថាកន្លែងហ្នឹងគេអាចដើរបានឬក៏មានផ្លូវសម្រាប់យើងដើរទេព្រោះយើងអត់បានសួរនាំគេអញ្ចឹងប៉ុន្តែខ្ញុំឃើញនៅផ្លូវមកខាងប្រហែលជាខ្ទង់1ម៉ែត្រអីគេមានផ្លូវមួយសម្រាប់មានគៀនខាងផ្លូវខ្ញុំមិនដឹងថាពេលចាក់ស្ដែងគេអនុញ្ញាតឲ្យយើងដើរអត់ទេព្រោះហ្នឹងជាផ្លូវឡានខ្លាចមានបញ្ហាគ្រោះថ្នាក់ឬក៏មិនអញ្ចឹងខ្ញុំមកទីនេះគឺដើម្បីថតរូបនោះយកស្ទាត់ផ្ការំដួលអញ្ចឹងហើយដើម្បីថតរូបពលានមើលទៅស្អាតមើលនៅគេចតយន្តហោះឬក៏យន្តហោះចតមកអញ្ចឹងកន្លែងហ្នឹងអាចឃើញបានបន្តិចដែរអញ្ចឹងក៏មកមើលមួយគេមួយឯងអញ្ចឹងទៅ向之门，世界再次相连。Take a 国际机场。Welcome to the
អ្នកទាំងអស់គ្នាបានឃើញនៅពលានយន្តហោះលេខចូលដែលទើបតែសង់រួចរាល់ហើយមានអារម្មណ៍មិនដែរអ្នកទាំងអស់គ្នាបាទបើសម្រាប់ខ្ញុំជាអ្នកដែលហោះហើរច្រើនអញ្ចឹងខ្ញុំមើលទៅវាស្អាតហើយក៏តាក់ទាញមួយយ៉ាងដែរប៉ុន្តែគ្រាន់តែបើពលានចាស់វារៀងចិត្តជាងអញ្ចឹងយើងអាចជិះទៅចិត្តអញ្ចឹងដល់ពេលយើងទៅម្ដងនេះរៀងឆ្ងាយទៅមានអារម្មណ៍មួយថាដល់ពេលហោះហើរត្រូវប្រើរយៈពេលយ៉ាងហោចណាស់ចេញពីផ្ទះ4ម៉ោងទៅ3ម៉ោងជាងអីទៅប្រហែលជាអាចអត់ទាន់ជើងយន្តហោះរបស់យើងដែរហើយដូចជាចុងក្រោយអញ្ចឹងសូម្បីតែខ្ញុំជាអ្នកដែលចង់ទៅថតដើម្បី review ប្រាប់ទៅកាន់អ្នកទាំងអស់គ្នាក៏ព្រួយបារម្ភសម្រាប់អ្នកដែលធ្វើការហោះហើរដែរព្រោះខ្លាចគាត់ខកជើងយន្តហោះដោយសារជាក់ស្ដែងដែលទៅនឹងគឺមនុស្សច្រើនមែនតើអញ្ចឹងសង្ឃឹមថាអត់មានអ្នកណាគេយឺតជើងយន្តហោះដោយសារតែមនុស្សច្រើនកក់កុញចឹងចោះអរគុណច្រើនហើយបាទអ្នកទាំងអស់គ្នាពេញចិត្តនៅវីដេអូនេះសូមកុំភ្លេចជួយ Subscribe និងចុចរូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗបន្តទៀតដែរអរគុណច្រើន 世界王国，表面文化美食，我那个一张最温暖的微笑在等。